កសិករកំពុងតែចងដើមពោតដែលប្រើរួចដោយប្រុងប្រយ័ត្នហើយបានដាក់វាចូលទៅក្នុងរណ្ដៅដែលបានជីករួចជាស្រេចយ៉ាងប៉ិនប្រសប់អ្នកប្រហែលជាចង់ដឹងហើយមើលទៅថាអំពីអ្វីដែលពួកគេកំពុងតែធ្វើនេះដើមពោតដែលហាក់ដូចជាត្រូវបានគេបោះបង់ចោលទាំងនេះតាមពិតវាត្រូវបានគេប្រើដើម្បីគាំទ្រនិងការពារការលូតលាស់របស់ដើមដំឡូងជ្វាយូរទៅឬដំឡូងនិងមើមដំឡូងនឹងជាប់ទៅនឹងស្នាមប្រេះនៃបាច់ដើមពោតនេះដោយលូតលាស់និងទីបំផុតទៅវាបង្កើតបានជាមើមដំឡូងជ្វាដ៏វែងនិងធំវិធីសាស្ត្រនេះមិនត្រឹមតែបង្កើតបាននូវទិន្នផលនិងគុណភាពនៃដំឡូងជ្វាប៉ុណ្ណោះទេថែមទាំងប្រើប្រាស់ដើមពោតដែលនៅសល់ដើម្បីកាត់បន្ថយកាកសំណល់បានផងដែរនៅពេលដែលប្រមូលផលកសិករគ្រាន់តែជីករណ្ដៅទាំងនេះហើយយកមើមដំឡូងជ្វាចេញពីដីដោយថ្នមលើសពីនេះទៅទៀតវិធីសាស្ត្រនេះបានកាត់បន្ថយនៅការបង្រួមដីនិងការរក្សាខ្យល់ចេញចូលក្នុងដីបច្ចេកទេសដាំដុះនេះមិនត្រឹមតែបង្កើតទិន្នផលដំណាំប៉ុណ្ណោះទេថែមទាំងដោះស្រាយបញ្ហាកាកសំណល់ដើមពោតដែលបានផ្ដល់នូវតម្លៃអេកូឡូស៊ីនិងសេដ្ឋកិច្ចខ្ពស់វាពិតជាគំរូដល់កសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាននិងមានប្រសិទ្ធភាព